សួស្តីអ្នកទាំងអស់គ្នាមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីបន្តទៀតទាក់ទងនឹងពាក្យបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំណងជាភាសាចិនកន្លងមកយើងរៀនបាន3ថ្ងៃហើយថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៀតតោះយើងចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1គឺ teacher land ជាភាសាអង់គ្លេសមានន័យថា TV ឬក៏យើងប្រែជាភាសាខ្មែរគឺក្នុងអក្សរតេពាក្យបន្តមកទៀតនោះគឺជូឈឺជាភាសាអង់គ្លេសមានន័យថា column ឬក៏យើងប្រែជាភាសាខ្មែរថាសរសេរពាក្យបន្តមកទៀតនោះគឺ mouth land ជាភាសាអង់គ្លេសមានន័យថា cabin ឬក៏ cabin bin ហ្នឹងដែលយើងប្រែជាភាសាខ្មែរគឺគម្របថ្នាំពាក្យបន្តមកទៀតគឺឈួយland ជាភាសាអង់គ្លេសមានន័យថា drop beam ឬក៏យើងប្រែជាភាសាខ្មែរគឺថ្នាំទម្លាក់ចុះពាក្យបន្តមកទៀតគឺជូជឺឬក៏យើងអានយ៉ាងទៀតថាលីជូជាភាសាអង់គ្លេសបានន័យថា column ឬក៏ upright យើងប្រែជាភាសាខ្មែរគឺសសរហ្នឹងហើយថ្ងៃនេះយើងរៀនត្រឹម5ពាក្យហ្នឹងសិនយើងនឹងបន្ត5ពាក្យទៀតនៅថ្ងៃស្អែកអរគុណទាំងអស់គ្នាសម្រាប់តាមដានវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរទាំងភាសាអង់គ្លេសនិងភាសាចិនហើយយល់អត្ថន័យនៃពាក្យនីមួយៗបានច្បាស់នឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងបាយបាយ